លោកសេរ៉ាត់ជូនបង្ហើបថាបានលះបង់រឿងធំជាច្រើនដើម្បីមកដឹកនាំវិសាខាក្លឹបវិសាខាបានប្រកាសចែកផ្លូវជាមួយនឹងលោកសេរ៉ាត់ជូនជាផ្លូវការបន្ទាប់ពីដឹកនាំប្រមាណ5ខែជាលទ្ធផលមិនសូវសមប្រកបក្រោយការប្រកាសចាក់ចេញលោកសេរ៉ាត់ក៏បានបង្ហើបសារលាក្លឹបនិងភ្ជាប់ជាមួយនឹងខ្លឹមសារដោយបង្ហោះពីការលះបង់នៅរឿងសំខាន់ៗមួយចំនួនដើម្បីមកដឹកនាំវិសាខាលោកបានសរសេរថាសូមអរគុណដល់ក្លឹបវិសាខានិងបានផ្ដល់ឱកាសមកដឹកនាំក្រុមនិងក៏ដូចជាអរគុណដល់កីឡាករបុគ្គលិកនិងអ្នកគាំទ្រទាំងអស់ខ្ញុំមានមោទនភាពចំពោះការងារដែលយើងបានធ្វើជាមួយគ្នានិងរីកចម្រើនក្នុងកំឡុងពេលដែលខ្ញុំនៅទីនេះខ្ញុំបានលះបង់អ្វីៗគ្រប់យ៉ាងផ្លាស់ចេញពីអាមេរិកពីការងារដែលមានស្ថិរភាពនៅក្លឹបនៃលីកអាមេរិក MLS ផ្លាស់ចេញពីភរិយាកូននិងក្រុមគ្រួសាររបស់ខ្ញុំដោយចំណាយពេលដល់យប់ជ្រៅរៀបចំនិងវិភាគនិងខិតខំបង្កើតបរិយាកាសសិក្សាវិជ្ជមានសម្រាប់កីឡាករដើម្បីជួយពួកគេឲ្យអនុវត្តបានត្រឹមត្រូវបាល់ទាត់នៅក្រុមធំសំខាន់បំផុតគឺលទ្ធផលនិងការឈ្នះការប្រកួតបាល់ទាត់ប៉ុន្តែមានចំណុចវិជ្ជមានជាច្រើននៅពីក្រោយឆាកធ្វើឲ្យខ្ញុំមានមោទនភាពក្នុងនាមជាគ្រូបង្វឹកនិងជាបុគ្គលខ្ញុំនឹងដឹងគុណជានិច្ចចំពោះបទពិសោធន៍និងសម្រាប់អ្នកគ្រប់គ្នាដែលបានគាំទ្រខ្ញុំកន្លងមកនៅចុងបញ្ចប់គ្រូបង្វឹកមិនមែនគ្រាន់តែជាអ្នកជំនាញនោះទេយើងក៏ជាស្វាមីឪពុកនិងមនុស្សដែលយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះកីឡាករនិងហ្គេមរបស់យើងហើយវាមិនងាយស្រួលទេដែលបាត់បង់ការងារនៅពេលដែលខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគូបញ្ជាក់ថាលោកសេរ៉ាត់ជូនបានចូលមកដឹកនាំវិសាខានៅថ្ងៃទី24ខែឧសភាឆ្នាំ2025ក្នុងចំណោម7ប្រកួតក្នុងលីកលោកដឹកនាំក្រុមឈ្នះការប្រកួត2ដងស្មើ3ដងនិងចាញ់2ដងរកបាន9ពិន្ទុសាំងជាមួយទ្រូហោងមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393